មានប្តីប្រពន្ធជាច្រើនតែងតែមានអារម្មណ៍ឃ្លាតឆ្ងាយពីគ្នាបន្ទាប់ពីមានកូនហើយមិនមែនដោយសារស្នេហារសាយទេប៉ុន្តែដោយសារការតស៊ូមើលមិនឃើញមានផ្ទៃពោះនិងក្រោយសម្រាលផ្លាស់ប្ដូរម្ដាយផ្លូវកាយផ្លូវចិត្តនិងអារម្មណ៍យ៉ាងណាក៏ដោយការប្រយុទ្ធរបស់នាងច្រើនតែមានការយល់ច្រឡំពួកគេនិយាយថានាងតែងតែខឹងពួកគេសួរថាហេតុអ្វីបានជានាងមានអារម្មណ៍តានតឹងម្លេះប៉ុន្តែពួកគេមិនបានឃើញយប់ដែលគេគេងមិនលក់ទឹកភ្នែកស្ងប់ស្ងាត់និងការលះបង់គ្មានទីបញ្ចប់ទាំងអស់បង្កើតសម្រាប់ទារកភាពជាម្ដាយមិនមែនជាការស្រែករកជំនួយទេវាគឺជាការសាកល្បងនៃការស៊ូទ្រាំប៉ុន្តែអ្វីដែលធ្វើឲ្យការធ្វើដំណើរកាន់តែស្រាលគឺការយល់ក្ដឹងការអត់ធ្មត់ហើយបើកការសន្ទនាដោយស្មោះត្រង់នាងមិនត្រូវការសន្សំទេនាងត្រូវការអ្នកដែលសុខចិត្តឈរក្បែរនាងទំនាក់ទំនងបានផ្លាស់ប្ដូរបន្ទាប់ពីមានកូនហើយប៉ុន្តែពួកគេមិនចាំបាច់បែកគ្នាទេដោយការអត់ធ្មត់ការយល់ចិត្តនិងការយកចិត្តទុកដាក់សេចក្តីស្រឡាញ់អាចកាន់តែស៊ីជម្រៅតាមរយៈការតស៊ូគ្រប់បែបយ៉ាងជូនដល់ម្ដាយគ្រប់រូបកម្លាំងរបស់អ្នកត្រូវបានគេមើលឃើញការឈឺចាប់របស់អ្នកត្រូវបានគេទទួលហើយចិត្តរបស់អ្នកត្រូវបានគេគោរពអ្នកពិតជាមិនគួរឲ្យជឿអ្នកពិតជាអស្ចារ្យសង្វាមិនគួរឲ្យខ្មាស់គេទេពេលខ្លាយជាម្ដាយគេទើបដឹងថាជីវិតជាម្ដាយគឺលះបង់យ៉ាងណាពពោះសម្រាលបុត្រតាមបែបធម្មជាតិឬវះកាត់បំបៅដោះកូនអត់ងងុយដាច់យប់ឈឺចង្កេះឈឺខ្នងជ្រុះសក់ធាត់ឡើងស្នាមសង្វាដុសក្បាលពោះខ្លះក៏មានជំងឺបាក់ទឹកចិត្តក្រោយឆ្លងទន្លេតែម៉ាក់ក៏សប្បាយចិត្តសម្រាប់អ្វីៗដែលបានលះបង់នេះគឺក៏ព្រោះតែកូនហើយទោះក្នុងកលៈទេសៈណាក៏ដោយម្ដាយនឹងមិនបោះបង់កូនចោលឲ្យនៅឯកោជាដាច់ខាតនៅពេលដែលអ្នកមានអារម្មណ៍ថាឯកាហើយគ្មានអ្នកណានៅក្បែរចូលទៅឈរនៅមុខកញ្ចក់នោះអ្នកនឹងឃើញមនុស្សម្នាក់ដែលតែងតែនៅក្បែរចាំជួយលើកទឹកចិត្តអ្នកគ្រប់ពេលវេលាមិនថាអ្នកស្ថិតនៅក្នុងស្ថានភាពបែបណាជួបរឿងខូចចិត្តខកបំណងឬមានអារម្មណ៍ថាគ្មានអ្នកណាត្រូវការចូលអ្នកចាំថានៅមានមនុស្សម្នាក់ដែលនៅក្បែរនិងចាំព្រួយបារម្ភពីអ្នកគ្រប់ពេលហើយមនុស្សម្នាក់នោះគឺខ្លួនអ្នកផ្ទាល់ត្រូវស្រឡាញ់ខ្លួនឯងជាមុននឹងស្រឡាញ់អ្នកដទៃ